ទូទស្សនិកជនកម្ពុជាឥណ្ឌូនេស៊ីបង្កើនកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់និងបណ្ដុះបណ្ដាលជំនាញឯកឧត្តមអភិសិទ្ធិបណ្ឌិត ស សុខាំងនិងអនុរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីបានឯកភាពរុញឆ្ពោះទៅមុខបន្ថែមទៀតនៅកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់និងបណ្ដុះបណ្ដាលជំនាញបច្ចេកទេសក្នុងបរិបទថ្មីដល់មន្ត្រីនគរបាលជាតិកម្ពុជាក្នុងជំនួបជាមួយឯកឧត្តមអភិសិទ្ធិបណ្ឌិត ស សុខាំងឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃទី29 ខែកក្កដាឆ្នាំ2026ឯកឧត្តម Avring Hafwang Ogusino អនុរដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូនេស៊ីបានថ្លែងឲ្យដឹងថាផ្អែកលើលទ្ធផលនៃកិច្ចសហប្រតិបត្តិការកន្លងមកនិងស្របតាមស្មារតីនៃកិច្ចព្រមព្រៀងទ្វេភាគីនៅពាក់កណ្ដាលឆ្នាំ2026នេះឥណ្ឌូនេស៊ីនឹងរៀបចំការបណ្ដុះបណ្ដាលជំនាញសំខាន់ៗចំនួន3ដល់មន្ត្រីនគរបាលកម្ពុជារួមមានជំនាញពាក់ព័ន្ធបច្ចេកទេសកសលវិច័យជំនាញស៊ើបអង្កេតហិរញ្ញវត្ថុនិងជំនាញពាក់ព័ន្ធឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាដោយការបណ្ដុះបណ្ដាលអាចធ្វើឡើងនៅប្រទេសឥណ្ឌូនេស៊ីនិងក៏អាចមានការបញ្ជូនគ្រូឥណ្ឌូនេស៊ីមកបណ្ដុះបណ្ដាលនៅកម្ពុជាក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់អនុរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីថ្លែងអំណរគុណឯកឧត្តមអភិសិទ្ធិបណ្ឌិត ស សុខាំងដែលបានផ្ដល់ការសម្របសម្រួលលើការពន្លឿននីតិវិធីបញ្ជូនជនជាតិឥណ្ឌូនេស៊ីរងគ្រោះពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាការសម្របសម្រួលឲ្យមន្ត្រីស្ថានទូតនិងសាច់ញាតិបានចូលជួបសួរសុខទុក្ខជនជាតិឥណ្ឌូនេស៊ីដែលជាប់ឃុំនៅតាមមណ្ឌលអប់រំកែប្រែងនិងពន្ធនាគារជាពិសេសការបង្ក្រាបទីតាំងនិងរំដោះប្រជាជនឥណ្ឌូនេស៊ីចេញពីទីតាំងប្រព្រឹត្តបទល្មើសនៅក្នុងឱកាសនោះភាគីទាំងពីរបានឯកភាពរៀបចំធ្វើបច្ចុប្បន្នភាពខ្លឹមសារអនុស្សរណៈនៃការយោគយល់ដើម្បីឈានទៅចុះហត្ថលេខាសម្រាប់អនុវត្តបន្តហើយភាគីឥណ្ឌូនេស៊ីបានបង្ហាញសុឆន្ទៈគាំទ្រនិងលើកទឹកចិត្តខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាជាពិសេសយុទ្ធនាការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារួមទាំងការបង្កើតក្របខ័ណ្ឌច្បាប់ដ៏តឹងតែងដោយថែមទាំងអះអាងទៀតថាឥណ្ឌូនេស៊ីសូមធ្វើជាសាក្សីបញ្ជាក់ប្រាប់ទៅកាន់សហគមន៍អន្តរជាតិអំពីកិច្ចខិតខំប្រឹងប្រែងនិងលទ្ធផលប្រកបដោយភាពជាក់ស្ដែងនិងប្រកបនិយមនេះទៀតផង